បាទសូមគ្រប់នឹងជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនទូទាំងសនិកជនទាំងអស់ជាទីគោរពនិងជាទីរាប់អានបាទជួបជាមួយខ្ញុំបាទ MCU សាជាថ្មីម្ដងទៀតហើយដែលខ្ញុំបាទសូមជម្រាបអំពីជោគជីវិតឆ្នាំទាំង12ដូច្នេះខ្ញុំបាទសូមអត្ថាធិប្បាយចំពោះឆ្នាំនីមួយៗតែម្ដងឥឡូវនេះខ្ញុំសូមអត្ថាធិប្បាយចំពោះឆ្នាំឆ្លូវបាទដូច្នេះឆ្នាំឆ្លូវពងមនុស្សប្រុសធាតុដីមនុស្សដែលកើតនៅឆ្នាំ1901 1913 និង2008បាទជាងដូច្នេះមនុស្សអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវដែលខ្ញុំបានសូមធ្វើការអត្ថាធិប្បាយជូនទៅដល់អស់លោកអ្នកអំពីជោគជីវិតរបស់អស់លោកអ្នកតែម្ដងបាទឆ្នាំឆ្លូវនិងឆ្នាំវកនិស័យចិត្តថ្លើមសុភាពទន់ភ្លន់តែមិនសូវអើពើនឹងញាតសដានបាទខាងនិយាយកំភ្លុកកំ pl ែងនិងសាកសួរដេញដោលអំពីរឿងរ៉ាវផ្សេងសែបគប់ជាមួយសមណៈព្រាហ្មណ៍ល្អមកធ្វើឈ្មួញឬពេទ្យគ្រូសមណៈមានកតិស័ព្ទល្អបានសេចក្តីសុខចម្រើនច្រើនលុះដល់អាយុ28និង29ឆ្នាំមានគ្រោះកាយទទួលទុក្ខក្តៅក្រហាយចិត្តជាច្រើនអាយុ30រហូតដល់អាយុ45បានសុខចម្រើនជាដរាបតាំងពីអាយុ45ឆ្នាំឡើងទៅជោគជតាចុះថយលុះដល់អាយុ60ឡើងទៅនឹងចម្រើនឡើងវិញបានទទួលកិត្តិយសម្ដងទៀតចិញ្ចឹមមនុស្សល្អប៉ុន្តែខ្សែគប់មនុស្សមិនសូវបានយូរច្រើនតែញាតិមិត្តមកតេះដៀលតែប៉ុណ្ណោះបាទនេះគឺជាអំពីគេហៅថាជោគជីវិតចំពោះដែលឆ្នាំឆ្លូវដែលខ្ញុំបានអត្ថាធិប្បាយជូនទៅដល់អស់លោកអ្នកដែលតាក់ទងទៅនឹងជីវិតតាំងពីអាយុតាំងពីក្មេងវ័យរហូតទៅដល់ចាស់ជរាដែលបានបង្ហាញអំពីជោគជីវិតរបស់អស់លោកអ្នកមានទាំងគ្រោះកាយក៏ដូចជានឹងភាពរស់នៅដែលមានសុខដុមល្អប្រពៃក្នុងគ្រួសាររបស់អស់លោកអ្នកផងដែរបាទដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់ដែលកើតនៅឆ្នាំទាំងអស់នេះសូមមានការប្រុងប្រយ័ត្នផងដែរព្រោះអីនេះគឺជាក្បួនទុះទាយដែលយើងមិនអាចសន្មតថាត្រឹមត្រូវ 100% នោះទេវាអាចត្រឹមត្រូវវាអាចត្រូវយើងអាចសន្និដ្ឋានថាត្រឹម 50% ក៏បានដែរប៉ុន្តែយើងគ្រាន់តែដឹងថាវាជាតម្រុយមួយដើម្បីបង្ហាញឲ្យពុកម៉ែបងប្អូនបានដឹងឬក៏ពញ្ញាអារម្មណ៍ផងដែរដើម្បីឲ្យយើងមានការប្រុងប្រយ័ត្នបាទអូខេខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមបញ្ចប់ត្រឹមនឹងចុះដូច្នេះខ្ញុំសូមអរគុណសូមគោរពលា